រៀបជូននិមិត្តការសំខាន់នាថ្ងៃនេះព្រះករណាព្រះមក្សត្រសពរាជហឫទ័យស្ដេចយាងជាប្រជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកម្ពុជាគណៈបកប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាគណៈបកសង្គ្រោះជាតិជាបន្តសូមអញ្ជើញតាមដានទស្សនាព័ត៌មានពិស្ដារដែលមានជាបន្តបន្ទាប់ដូចតទៅព្រះករណាជាអម្ចាស់ជីវិតត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមក្សត្រនៃប្រជាជាតិកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពរាជហឫទ័យស្ដេចយាងជាប្រជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកម្ពុជាគណៈបកប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាគណៈបកសង្គ្រោះជាតិដែលប្រព្រឹត្តទៅនៅព្រះមហាប្រាសាទខេមរិនក្នុងព្រះបរមរាជវាំងវេលាម៉ោង 9 ព្រឹកថ្ងៃទី 14 ខែកញ្ញាឆ្នាំ 2013សមាជិកភាពថ្នាក់ដឹកនាំរបស់គណៈបកទាំងពីរដែលបានចូលក្រាបថ្វាយបង្គំគាល់ព្រះករណាជាអម្ចាស់ជីវិតត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងកិច្ចប្រជុំដ៏វិសេសវិសាលនេះខាងគណៈបកប្រជាជនកម្ពុជាមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានគណៈបកប្រជាជនកម្ពុជាអាដាមសៃឈុំអនុប្រធានទី1ព្រឹទ្ធសភាអាដាមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងភិក្ខីគណៈបកសង្គ្រោះជាតិមានអាដាមសវរង្ស៊ីប្រធានគណៈបកសង្គ្រោះជាតិអាដាមគឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិនិងលោកគួយប៊ុនរឿនជំនួសលោកជំទាវជូឡុងស៊ូម៉ារ៉ាសម្ដេចជួវាំងកុងសំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានអញ្ជើញដង្ហែថ្វាយក្នុងកិច្ចប្រជុំដ៏វិសេសវិសាលនេះផងដែរឥឡូវម៉ោង 9 ជាង ព្រះករណាជាអម្ចាស់ជីវិតត្បូងព្រះមក្សត្រនៃប្រជាជាតិកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពរាជហឫទ័យប្រងប្រជាទាននៅព្រះរាជសន្ទរកថាបើកអង្គប្រជុំដែលមានព្រះសូរសៀងដើមក្នុងខ្លឹមសារដ៏ខ្ពង់ខ្ពស់ដូចតទៅស្វាគមន៍ហើយចូលមកសាកទៅទៀតស្វាគមន៍អរគុណជាស្វាគមន៍ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃគណៈបកទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិដែលបានអញ្ជើញចូលរួមប្រជុំតាមការស្នើសុំរបស់ខ្ញុំសូមសម្ដែងនៅសេចក្តីអបអរសាទរកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈបកទាំងពីរដែលត្រូវបានប្រជាពលរដ្ឋជាទីស្រឡាញ់នៃយើងផ្ដល់សេចក្តីទុកចិត្តបោះឆ្នោតគាំទ្រឲ្យសម្រេចបានជោគជ័យយ៉ាងត្រជាក់ត្រចង់
ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5នៃរដ្ឋសភាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2013កន្លងទៅនេះក្នុងគោលបំណងបន្តថែរក្សាសន្តិភាពស្ថិរភាពប្រទេសជាតិដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងភាពថ្លៃថ្នូររបស់ជាតិយើងខ្ញុំសូមថ្នាក់ដឹកនាំនៃគណៈបកទាំងពីរមេត្តាសហការគ្នាប្រកបដោយស្មារតីយោគយល់ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ដោយសហការគ្នាបន្តថែរក្សាការពារសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដ៏ឧត្តមឧត្តមរបស់ជាតិដែលជាការឆ្លុះបញ្ចាំងអំពីការឯកភាពជាតិនិងនិរន្តរភាពជាតិនៃយើងសហការគ្នាប្រកបដោយស្មារតីយោគយល់និងការទទួលខុសត្រូវខ្ពស់ដើម្បីធ្វើការដោះស្រាយបញ្ហានានាលើមូលដ្ឋាននៃការពិភាក្សាគ្នាប្រកបដោយសន្តិវិធីសម្ដៅធានាឲ្យការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី5នៃការបង្កើតរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតបានដំណើរការត្រឹមត្រូវតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានរបស់ជាតិយើងយោងតាមមាត្រា82ថ្មីនៃរដ្ឋធម្មនុញ្ញខ្ញុំនឹងធ្វើការកោះប្រជុំសម័យប្រជុំដំបូងរបស់រដ្ឋសភានាថ្ងៃទី23ខែកញ្ញាឆ្នាំ2013ខាងមុខខ្ញុំសូមអំពាវនាវដល់បេក្ខជនជាប់ឆ្នោតទាំងអស់អញ្ជើញចូលរួមក្នុងការប្រជុំនេះខ្ញុំមានសេចក្តីសង្ឃឹមនិងសេចក្តីជឿជាក់យ៉ាងមុតមាំថាថ្នាក់ដឹកនាំនៃគណៈបកទាំងពីរពិតជាមានការយោគយល់ចំពោះបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋដែលប្រាថ្នាចង់បានសេចក្តីសុខសេចក្តីចម្រើនហើយខិតខំអស់ពីសមត្ថភាពលទ្ធភាពនិងបញ្ញាញាណដើម្បីរួមគ្នាដោះស្រាយបញ្ហានានារបស់ជាតិក្នុងស្មារតីគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដើម្បីភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជាយើងសូមអរគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានថ្វាយព្រះពរនិងសូមថ្លែងអំណរព្រះជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាអម្ចាស់ជីវលត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រងសពរាជហឫទ័យកោះប្រជុំថ្នាក់ដឹកនាំកំពូលរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិសម្ដេចអគ្គមហាសេនាបតីតេជោបានថ្លែងថ្វាយអំពីមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែលគណៈបកទាំងពីរបានជួបជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះករុណាជាអម្ចាស់ជីវលត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលនេះគឺជាព្រះរាជទូរនីតិសាសផ្សារបង្រួបបង្រួមជាតិដ៏ឧត្តមឧត្តមរបស់ព្រះអង្គសម្ដេចអគ្គមហាសេនាបតីតេជោបានទូលថ្វាយថាគណៈបកប្រជាជនកម្ពុជាជានិច្ចកាលដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រនិងបុព្វហេតុសុខសន្តិភាពស្ថិរភាពក្នុងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋនិងការរីកចម្រើនរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជាអាដាម សរងស៊ីក្នុងនាមគណៈបកសង្គ្រោះជាតិ
ក៏បានលើកឡើងក្នុងការស្វែងរកដំណោះស្រាយតាមព្រះតម្រេះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រនិងបានលើកឡើងពីទស្សនវិជ្ជានៃបំណងប្រាថ្នារបស់គណៈបក្សសង្គ្រោះជាតិព្រះករុណាជាអម្ចាស់ជីវិតត្បូងព្រះអង្គសពរាជហឫទ័យប្រោសព្រះរាជទានពរជ័យសូមគណៈបកប្រជាជននិងគណៈបក្សសង្គ្រោះជាតិទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់បានចប់រួចរាល់ដើម្បីផលប្រយោជន៍របស់ជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាសូមបញ្ជាក់ជូនថាការបើកសម័យប្រជុំរដ្ឋសភាដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី23ខែកញ្ញាឆ្នាំ2013ខាងមុខនេះក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតត្បូងព្រះមហាក្សត្រនៃប្រជាជនកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅវិមានរដ្ឋសភាជាតិនៅក្នុងឱកាសអញ្ជើញចូលជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីគៀតឈុនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ